ប្រាសាទព្រះបរមវិស្ណុលោកឬអង្គរវត្តស្ថិតនៅក្នុងទឹកដីខេត្តសៀមរាបនៃប្រទេសកម្ពុជាលាតសន្ធឹងលើផ្ទៃដី 1,626,000 ម៉ែត្រការ៉េឈរយ៉ាងមាំលើទឹកដីល្បាប់ទន្លេមេគង្គអស់រយៈពេលជិត900ឆ្នាំបែរមុខទៅទិសខាងលិចឧទ្ទិសចំពោះព្រហ្មញ្ញសាសនានិកាយព្រះវិស្ណុនិងក្នុងអំណងសម្រាប់ជាទីបញ្ចុះព្រះសពរបស់ព្រះបាទសូរ្យវរ្ម័នទី2ដែលមានព្រះមរណនាមថាព្រះបរមវិស្ណុលោកប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី2ក្នុងចន្លោះឆ្នាំ1113ដល់ឆ្នាំ1150ប្រើប្រាស់កម្លាំងពលកម្មមនុស្សប្រហែលជា300,000នាក់ដំរីប្រហែល6,000ក្បាលមកសម្រាប់សាងសង់ប្រហែល10លានតោនសាងសង់ក្នុងអំឡុងរជ្ជកាលស្ដេចអង្គនេះអស់រយៈពេលជិត30ឆ្នាំប្រាសាទព្រះបរមវិស្ណុលោកមានទម្រង់ជាប្រាសាទភ្នំតែសង់លើដីរាបស្មើមានកម្ពស់សរុប12ដែលក្នុងនោះមានកម្ពស់សំខាន់ចំនួន9មានកសិនទឹកព័ទ្ធជុំវិញប្រវែងបណ្ដោយ 1,500 ម៉ែត្រនិងទទឹង 1,300 ម៉ែត្រកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តមានកម្ពស់65ម៉ែត្រត្រូវជា108ហត្ថតំណាងឲ្យចំនួនអាទិទេពទាំងអស់ក្នុងព្រហ្មញ្ញសាសនាស្មើនឹងចំនួនប្រាង្គទាំងអស់នៃប្រាសាទភ្នំបាខែងនៅតាមជញ្ជាំងនៃថែវនីមួយៗមានឆ្លាក់ជារូបទេពអប្សរធំជាចម្លាក់លោតមានកាយវិការផ្សេងគ្នាលម្អដោយគ្រឿងអលង្ការម៉ូដសក់សំពត់ទឹកមុខទម្រង់មុខផ្សេងគ្នាតាំងពីក្បាលដល់ចុងជើងដែលមានចំនួនសរុប 1,796 អង្គឈរតែឯងឬឈរជាក្រុមរងចាំស្វាគមន៍ភ្ញៀវដែលចូលទៅកាន់ប្រាសាទព្រះបរមវិស្ណុលោកនេះតាំងពីជញ្ជាំងខាងក្រៅរហូតដល់រូបបាកានដែលជាស្នូលកណ្ដាលនៃប្រាសាទទេសចរភាគច្រើនដើរចូលពីខ្លោងទ្វារទិសខាងលិចនៃប្រាសាទត្រូវឆ្លងកាត់កសិណអង្គរដោយដើរលើស្ពានហែលប្រវែង235ម៉ែត្រមានបង្កាន់ដៃនាគដែលតំណាងឲ្យបន្ទាត់ឥន្ទនូដែលជាផ្លូវតភ្ជាប់ពីឋានមនុស្សលោកដល់ឋានទេវលោកនៅពីមុខបង្កាន់ដៃនាគមានរូបចម្លាក់តោយ៉ាងធំអមសងខាងឆ្វេងស្ដាំដែលអាចជានិមិត្តរូបនៃអំណាចស្ត្រីឬមតិមួយទៀតលើកឡើងថារូបនាគតំណាងឲ្យយប់រូបតោតំណាងឲ្យថ្ងៃជានិមិត្តរូបនៃការបង្រួបបង្រួមរវាងពូជសោមវង្សនិងពូជសូរ្យវង្សរបស់ខ្សែរាជវង្សខ្មែរនិងក៏ជានិមិត្តរូបនៃការការពារកុំឲ្យសភាវៈអាក្រក់ចូលមកក្នុងប្រាសាទផុតពីស្ពានហាលយើងនឹងឡើងដល់ច្រកចូលខាងលិចនៃកំពែងដែលមានច្រកចូល5មានតួនាទីផ្សេងគ្នាគឺច្រកកណ្ដាលសម្រាប់វណ្ណៈក្សត្រច្រកទ្វារខាងស្ដាំសម្រាប់វណ្ណៈព្រាហ្មណ៍និងរាជគ្រូច្រកទ្វារខាងឆ្វេងសម្រាប់វណ្ណៈនាម៉ឺនមុខមន្ត្រីនិងកហបតីឯច្រកទ្វារពីរសងខាងចុងផ្សេងទៀតសម្រាប់រាជសាមញ្ញនិងក្រុមសេះក្រុមដំរីនៅកំពូលដែលស្ថិតនៅខាងស្ដាំដៃឬខាងត្បូងបច្ចុប្បន្នជាទីតម្កល់បដិមាតារាឬបដិមាព្រះវិស្ណុរាជដែលអ្នកស្រុកតែងតែគោរពយ៉ាងខ្លាំងក្លានិងតែងរៀបចំពិធីផ្សេងដើម្បីសែនសំណែនសុំសុខសិរីសួស្តីពីលោកតារាជជាញឹកញាប់មិនត្រឹមតែប៉ុណ្ណោះយើងដឹងថាអ្នកស្រុកជឿថាគ្រប់ខ្លោងទ្វារអង្គរវត្តទាំង4ទិសសុទ្ធតែមានអ្នកតាគង់នៅគឺតារាជនៅខ្លោងទ្វារទិសខាងលិចតាពេជ្រនៅខ្លោងទ្វារទិសខាងត្បូងតាគូនៅខ្លោងទ្វារទិសខាងកើតនិងតាលឹកនៅខ្លោងទ្វារទិសខាងជើងតាពេជ្រជាបដិមាព្រះពុទ្ធប្រក់នាគដែលពូនដីឡើងស្រោបតាំងពីក្រោមដល់លើសល់ត្រឹមតែរាងដើមតិចតួចតែប៉ុណ្ណោះចំណែកតាលឹកនិងតាគូ
មិនមានរូបសំណាកអ្វីនោះទេមានតែទីទម្រសម្រាប់ការគោរពបូជាប៉ុណ្ណោះដើរទៅមុខត្រង់តាមខ្លងទ្វារខាងលិចបន្តគឺយើងត្រូវដើរលើផ្លូវចូលខាងមុខបន្តទៀតដែលផ្លូវនេះមានប្រវែងទទឹង9ម៉ែត្រនិងបណ្ដោយ325ម៉ែត្រលុះបន្តការទស្សនាប្រាសាទបន្តទៀតយើងនឹងឃើញមានអគារបុរាណ2អមសងខាងផ្លូវមួយខ្សែនេះហើយអគារនេះគឺជាបណ្ណាល័យខាងជើងនិងបណ្ណាល័យខាងត្បូងដែលមានតួនាទីរក្សាទុកគម្ពីរសាសនានិងរូបចម្លាក់ផ្សេងៗកាលពីសម័យបុរាណបន្ទាប់ពីបណ្ណាល័យនេះយើងក៏ឃើញមានស្រះទឹក2អមសងខាងបន្តទៀតនោះគឺស្រះទឹកខាងជើងនិងស្រះទឹកខាងត្បូងដែលស្រះនីមួយៗមានប្រវែងទទឹង50ម៉ែត្រនិងបណ្ដោយ60ម៉ែត្រស្រះខាងឆ្វេងមានឈ្មោះថាស្រះសារស្វតីដែលជាឈ្មោះរបស់មហេសីព្រះព្រហ្មស្រះនេះមានតួនាទីលាងជម្រះបាបចំណែកឯស្រះខាងស្ដាំមានឈ្មោះថាស្រះបោខរណីមានតួនាទីលាងជម្រះរាល់មន្ទិលសាងម៉ងនៅក្នុងចិត្តផុតពីនេះមកយើងក៏ចូលដល់កំពែងទី1បន្ទាប់ពីកំពែងទី1នៅត្រង់ពីមុខចំកណ្ដាលច្រកផ្លូវគឺជាព្រះពន្លាកិត្តិយសនេះជាទីកន្លែងដែលព្រះមហាក្សត្រប្រើប្រាស់សម្រាប់ធ្វើបដិសណ្ឋារកិច្ចទទួលភ្ញៀវរបស់ព្រះអង្គដើរត្រង់ទៅមុខយើងនឹងឡើងទៅដល់ថែវទី3ឬរោងទងទី3ដែលនៅតាមជ្រុងនីមួយៗនៃរោងទងនេះមានចម្លាក់តាមជញ្ជាំងជា8សាច់រឿងដែលតាមរយៈការសិក្សាចុងក្រោយនេះរកឃើញថាជាការរៀបរាប់ពីយុគទាំង4ក្នុងព្រហ្មញ្ញសាសនានោះគឺក្រតយុគត្រេតយុគទ្វាបរយុគនិងកលយុគតែយើងសូមរៀបរាប់តាមលំដាប់នៃការទស្សនាដូចតទៅនេះបើយើងដើរលើថែវទី3នេះចូលពីទិសខាងលិចទស្សនាតាមថែវឬរោងទងពីទិសខាងលិចទៅត្បូងលោកអ្នកនឹងប្រទះឃើញចម្លាក់អំពីរឿងមហាភារតៈរួចបន្តដំណើរបត់ឆ្វេងទៅថែវខាងត្បូងប៉ែកខាងលិចវិញយើងនឹងឃើញរូបចម្លាក់ព្រះបាទសូរ្យវរ្ម័នទី2ដែលមានចំនួន2សំខាន់ទី1គឺរូបព្រះអង្គគង់លើដំរីរាជេញច្បាំងនិងរូបទី2គឺទ្រង់គង់លើព្រះទីនាំងកៅអី5ប្រណោះនៅលើភ្នំសេវបាតគឺភ្នំព្រះនេត្រព្រះខេត្តបន្ទាយមានជ័យសព្វថ្ងៃរួចដើរទៅត្រង់នៅលើថែវខាងត្បូងនេះដដែលតែប៉ែកខាងកើតយើងនឹងឃើញចម្លាក់អំពីឋានសួគ៌និងឋាននរកនៅថែវខាងត្បូងទាំងប៉ែកខាងលិចនិងប៉ែកខាងកើតនេះគឺតំណាងឲ្យកលយុគជាយុគប្រកបដោយទោសៈជំនួសហើយសត្វលោកមានគុណធម៌នៅសល់តែ 25% ប៉ុណ្ណោះមានរយៈកាល 432,000 ឆ្នាំមនុស្សគឺជាយុគបង្ហាញអំពីបច្ចុប្បន្នកាលដែលយើងរស់នៅនេះហើយសម័យនោះគឺរៀបរាប់ពីរឿងរ៉ាវកើតឡើងនាសម័យព្រះបាទសូរ្យវរ្ម័នទី2បញ្ចប់ដោយឋានសួគ៌និងឋាននរកជាលទ្ធផលទៅតាមការប្រព្រឹត្តកាលពីក្នុងជាតិជាមនុស្សរៀងខ្លួននៅក្នុងយុគនេះបន្ទាប់មកយើងត្រូវបត់ឆ្វេងទៅរកថែវខាងកើតប៉ែកខាងត្បូងបន្តទៀតដែលនៅទីនេះជាចម្លាក់អំពីការកូរសមុទ្រទឹកដោះរួចបន្តដំណើរទៅមុខដល់ថែវខាងកើតប៉ែកខាងជើងគឺជាចម្លាក់អំពីជ័យជំនះនៃព្រះវិស្ណុលើពួកអសុរៈថែវខាងកើតនេះតំណាងឲ្យក្រតយុគឬយុគមាសមានអាយុកាល 1,728,000 ឆ្នាំមនុស្សជាសម័យកាលដែលមនុស្សលោកមានគុណធម៌ពេញលេញ 100% មានសច្ចៈនិងបរិសុទ្ធស្អាតហើយមានអាយុវែងនិងមានសេចក្តីសុខច្រើនមកដល់ទីនេះយើងត្រូវបត់ឆ្វេងបន្តទៅថែវខាងជើងបន្តទៀតនៅជញ្ជាំងថែវខាងជើងប៉ែកខាងកើតនេះជាចម្លាក់អំពីជ័យជំនះនៃព្រះក្រស្នៈលើពីណាថ
រួចបន្តការទស្សនាទៅមុខយើងនឹងទៅដល់ប៉ែកខាងលិចនៃថែវខាងជើងនេះមកដល់ទីនេះគឺជាចម្លាក់ចម្បាំងរវាងអាទិទេពនិងអសុរៈថែវខាងជើងនេះតំណាងឲ្យត្រេតយុគឬយុគប្រាក់មានអាយុកាល1,296,600 ឆ្នាំមនុស្សគឺសម័យកាលដែលមនុស្សលោកមានគុណធម៌ច្រើនបង្គួរគឺ 75% មានអាយុវែងបង្គួរនិងសេចក្តីសុខបង្គួរបន្ទាប់មកយើងធ្វើដំណើរបត់ឆ្វេងមកថែវខាងលិចប៉ែកខាងជើងវិញហើយនៅថែវខាងលិចប៉ែកខាងជើងនេះជាចម្លាក់រៀបរាប់អំពីរឿងរាមកេរ្តិ៍នៅថែវខាងលិចប៉ែកខាងជើងនេះព្រមទាំងប៉ែកខាងត្បូងផងដែរគឺជាចម្លាក់តំណាងឲ្យទ្វារបរយុគដែលមានអាយុកាល8,664,000 ឆ្នាំមនុស្សជាយុគសម័យដែលមានលេខពុទ្ធគូនិងមនុស្សលោកមានគុណធម៌ពាក់កណ្ដាលគឺ 50% នៅពីមុខច្រកចូលខាងលិចនៃរោងទងទី3នេះគឺជារថព្រះពន្ធដែលមានតម្កល់ព្រះពុទ្ធរូប 1000 អង្គកាលពីសម័យព្រះបាទចន្ទរាជាដែលកាលនោះកម្ពុជាកាន់ព្រះពុទ្ធសាសនាច្រើនលើសលប់ជាងព្រហ្មញ្ញសាសនាចំណែកនៅចំកណ្ដាលថែវខាងឆ្វេងនៃរថព្រះពន្ធនេះមានបន្ទប់មួយហៅថាប្រាសាទគោកទ្រូងឯនៅពីក្រៅសងខាងខាងជើងនិងខាងត្បូងនៃរថព្រះពន្ធនេះមានបន្ទប់បុរាណពីរដែលគេហៅថាបណ្ណាល័យជាទីតាំងសម្រាប់តម្កល់វត្ថុមានតម្លៃមួយចំនួនទុកឧទ្ទិសដល់ប្រាសាទបន្ទាប់ពីនេះយើងនឹងឡើងដល់រោងទងទី2ដែលនៅជ្រុងខាងជើងប៉ែកខាងកើតនិងជ្រុងខាងត្បូងប៉ែកខាងកើតនៃថែវនេះបច្ចុប្បន្នត្រូវបានគេហៅថាថែវសមាធិដោយសារមានអង្គព្រះពុទ្ធបដិមាច្រើនអង្គដូច្នេះក៏ត្រូវបានក្រុមឧបជិតទាំងឡាយប្រើប្រាស់ជាកន្លែងសមាធិធ្វើឲ្យស្ងប់អារម្មណ៍ផុតពីរោងទងទី2នេះគឺរោងទងទី1រួចចូលបន្តតាមច្រកចូលទាំង4ទិសនៃរោងទងទី1នេះគឺរថបាកានហើយនៅចំកណ្ដាលនៃរថបាកាននេះគឺជាកំពូលកណ្ដាលនៃប្រាសាទព្រះបរមវិស្ណុលោកដែលពីមុនជាទីតម្កល់ព្រះសពព្រះបរមវិស្ណុលោកនិងតម្កល់ព្រះបដិមាព្រះវិស្ណុដៃ8ពីលើលុះសម័យក្រោយមកក៏ប្ដូរជាតម្កល់ព្រះពុទ្ធរូបជុំវិញហើយព្រះបដិមាព្រះវិស្ណុដៃ8នេះហើយដែលត្រូវបានគេយកទៅតម្កល់នៅឯច្រកចូលខាងលិចត្រង់កំពែងទី2ប៉ែកខាងលិចបន្ទប់ខាងត្បូងដែលបច្ចុប្បន្នត្រូវបានប្រជាជនគោរពបូជាដោយហៅថាលោកតារាជនៅក្រោមកំពូលកណ្ដាលនៃរថបាកាននេះត្រូវបានអ្នកធ្វើកំណាយបុរាណវិទ្យារកឃើញរណ្ដៅសិលាជម្រៅប្រមាណពី23ទៅ25ម៉ែត្រនិងរកឃើញប្រអប់ថ្មធំមួយនៅក្នុងរណ្ដៅនោះដែលគេសន្និដ្ឋានថាជាមឈូសសម្រាប់ព្រះមហាក្សត្រក្រៅពីនោះពួកគេរកឃើញសន្លឹកមាស2សន្លឹកនិងត្បូងគ្រីស្តាល់2គ្រាប់ដោយបច្ចុប្បន្នទាំងមឈូសទាំងសន្លឹកមាសនិងត្បូងគ្រីស្តាល់នេះត្រូវបានគេរក្សាទុកនៅអភិរក្សដ្ឋានអង្គរនិងត្រូវបានគេដាក់តាំងពិព័រណ៍នៅសារមន្ទីរអង្គរខេត្តសៀមរាបមកដល់ខាងក្រោយនេះបើយើងបន្តដំណើរចេញក្រៅតាមច្រកខាងកើតនៅពីក្រៅច្រកចេញខាងកើតនៃរោងទងទី3នេះយើងនឹងឃើញចេតិយសាងពីឥដ្ឋមួយនៅខាងឆ្វេងដៃដែលត្រូវបានកសាងឡើងដោយចៅវាយខេត្តម្នាក់នៅសតវត្សទី18ឈ្មោះជ័យនុនសម្រាប់បញ្ចុះធៀបប្រពន្ធនិងកូនរបស់គាត់នៅទីនេះជាចុងបញ្ចប់នៃការទស្សនាប្រាសាទព្រះបរមវិស្ណុលោកហើយលោកអ្នកអាចបកត្រឡប់ក្រោយចេញតាមខ្លឹមទ្វារច្រកខាងលិចវិញឬក៏លោកអ្នកអាចចេញតាមច្រកកំពែងទៅខាងកើតតែម្ដងក៏បានដោយបច្ចុប្បន្ននេះមានការរៀបចំស្ពានឆ្លងយ៉ាងស្រស់ស្អាតពីអាជ្ញាធរជាតិអប្សរាសម្រាប់ឲ្យមានភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរផងដែរ